តោះជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសូមអានសៀវភៅមេគីជីវិតរបស់យើងបន្តទៀតដែលនិពន្ធដោយលោក Inamori Kazuo បាទគឺចំណុចដែលត្រូវអានបន្តគឺនៅក្នុងទំព័រទី13កន្លែងគ្រប់គ្រងការពិតអំពីជីវិតតាមរយៈការខិតខំប្រឹងប្រែងក្នុងការងារតើយើងអាចវឹកហាត់ចរិតលក្ខណៈនិងដុសខាត់ព្រលឹងវិញ្ញាណរបស់យើងឲ្យប្រសើរឡើងបានដោយរបៀបណាតើយើងត្រូវអនុវត្តវិធីសាស្ត្រពិសេសមួយចំនួនដូចជាការភាវនាធម៌នៅលើភ្នំឬឈរក្រោមទឹកជ្រោះដែរឬទេចម្លើយគឺអត់ទេផ្ទុយទៅវិញការខិតខំប្រឹងប្រែងបំពេញការងារជាប្រចាំនៅក្នុងពិភពលោកដែលយើងកំពុងរស់នៅនេះគឺជាកិច្ចការដ៏សំខាន់បំផុតដូចដែលបានបរិយាយលម្អិតក្នុងជំពូកបន្ទាប់ព្រះពុទ្ធបានព្រានប្រដៅអំពីសារៈសំខាន់នៃការអត់ធ្មត់ឬខន្តីបារមីភាសាជប៉ុនគឺ Shojin ជាការអនុវត្តមួយដែលមនុស្សអាចឈានទៅសម្រេចបាននូវការត្រាស់ដឹងការអត់ធ្មត់ឬខន្តីបារមីគឺជាការខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាពជាការពុះពៀឥតងាករេលើការងារចំពោះមុខខ្ញុំគិតថានោះហើយគឺជាកិច្ចការសំខាន់សម្រាប់ការកែលម្អចិត្តរបស់យើងឲ្យកាន់តែជ្រះថ្លាហើយដុសខាត់ចរិតលក្ខណៈរបស់យើងឲ្យកាន់តែប្រសើរឡើងជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតជាទស្សនៈទូទៅមនុស្សជាច្រើនយល់ថាការងារគ្រាន់តែជាមធ្យោបាយមួយដើម្បីទទួលបានប្រាក់ខែឬអាហារសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះហើយព្យាយាមធ្វើការងារតិចតែចង់បានប្រាក់ខែច្រើនបន្ទាប់មករស់នៅដោយមានពេលទំនេរឬដោយចំណាយពេលដែលនៅសេសសល់នោះធ្វើអ្វីមួយដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនឯងជំនួសវិញចំពោះមនុស្សមួយចំនួនជីវិតបែបនេះគឺជាជីវិតដែលបរិបូរណ៍ហើយនៅក្នុងចំណោមអ្នកដែលមានគំនិតបែបនោះមានមនុស្សមួយចំនួនចាត់ទុកថាការធ្វើការងារជារឿងមួយដ៏អាក្រក់ដែលជៀសវាងមិនបានទៀតផងមនុស្សដែលគិតបែបហ្នឹងគឺគាត់អត់អាចរីកចម្រើនគាត់អត់អាចឈានទៅដល់ជីវិតដ៏ថ្លៃថ្លាដែលអាចដុសខាត់ដួងព្រលឹងរបស់យើងវិញ្ញាណព្រលឹងវិញ្ញាណរបស់យើងឲ្យកាន់តែថ្លៃថ្លាឲ្យកាន់តែល្អសម្រាប់ជាតិក្រោយនោះទេបាទមនុស្សបែបហ្នឹងគឺគាត់តែងតែគិតថាការងារវាគឺជារឿងអាក្រក់សម្រាប់គាត់ដែលមិនអាចជៀសបានគាត់ត្រូវតែធ្វើប៉ុន្តែគាត់អត់ចង់ធ្វើគាត់បែរជាគិតអញ្ចឹងបាទអញ្ចឹងសូមកុំធ្វើជាមនុស្សបែបហ្នឹងទោះជាយ៉ាងនេះក្តីការធ្វើការងារគឺជាទង្វើមួយដ៏ជ្រាលជ្រៅឧត្តមឧត្តមដែលពោរពេញទៅដោយអត្ថន័យនិងតម្លៃសម្រាប់ខ្លួនយើងជាមនុស្សណាការធ្វើការងារប្រកបដោយប្រសិទ្ធភាពអាចជួយឲ្យយើងយកឈ្នះលើសេចក្តីពងប្រាថ្នាប្រកបដោយភាពអាត្មានិយមទាំងឡាយបានដុសខាត់ចិត្តរបស់យើងនិងកសាងចរិតលក្ខណៈរបស់យើងបានថែមទៀតផងការធ្វើការងារដោយមានមុខងារបន្ថែមទាំងនេះមិនមែនគ្រាន់តែដើម្បីបំពេញបំណងក្នុងការទទួលបានប្រាក់ចំណូលឬអាហារចិញ្ចឹមជីវិតប៉ុណ្ណោះទេបាទវាធ្វើឲ្យជីវិតយើងនឹងកាន់តែមានគុណតម្លៃថែមទៀតប្រសិនបើយើងធ្វើការងារដោយយកចិត្តទុកដាក់ធ្វើការងារដោយប្រសិទ្ធភាពណាដូច្នេះហើយការខិតខំប្រឹងប្រែងឲ្យអស់ពីចិត្តក្នុងការបំពេញការងាររៀងរាល់ថ្ងៃគឺជារឿងដ៏សំខាន់ហើយវាក៏ជាទង្វើដ៏ថ្លៃថ្លាដើម្បីដុសខាត់ព្រលឹងវិញ្ញាណនិងការកែលម្អចិត្តរបស់យើងឲ្យកាន់តែជ្រះថ្លាបាទដូចខ្ញុំនិយាយខាងដើមអញ្ចឹងបាទចំណុចហ្នឹងជាឧទាហរណ៍លោក Naomiya Shuntoku ជាកសិករដែលមិនបានទទួលការសិក្សាអប់រំជ្រាលជ្រៅហើយបានកើតនិងធំធាត់ក្នុងភាពក្រីក្រជារៀងរាល់ថ្ងៃ
គាត់ចេញពីផ្ទះតាំងពីព្រលឹមហើយខិតខំធ្វើស្រែចម្ការដោយក្តីឧស្សាហ៍រហូតដល់ពេលព្រលប់ដោយមានតែចបកាប់មួយនិងប៉ែលមួយតែប៉ុណ្ណោះដោយការខិតខំប្រឹងប្រែងធ្វើស្រែចម្ការដោយភាពស្មោះត្រង់ជាប់ជានិច្ចនេះហើយគាត់បានសម្រេចកិច្ចការដ៏អស្ចារ្យមួយដោយបានកែប្រែភូមិជនបទក្រីក្រឲ្យទៅជាសហគមន៍ដ៏រីកចម្រើនបន្តិចម្ដងនេះគឺជារឿងពិតរបស់កសិករមួយគាត់បានលើកយកមកនិយាយជាការទទួលស្គាល់នៅស្នាដៃដ៏អស្ចារ្យនោះគាត់ត្រូវបានជ្រើសរើសដោយរដ្ឋបាលតូគូហ្គាវ៉ាហើយត្រូវបានអញ្ជើញទៅកាន់រាជវាំងដែលជាកន្លែងដែលគាត់បាននៅជុំគ្នាជាមួយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបថ្វីត្បិតតែគាត់មិនបានទទួលការបណ្ដុះបណ្ដាលនៅក្នុងសង្គមល្អក៏ដោយគាត់បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនៃអភិជនដ៏ពិតប្រាកដម្នាក់និងបានបង្ហាញនៅសន្តានចិត្តដ៏ល្អរបស់គាត់ការព្យាយាមធ្វើស្រែចម្ការអស់ពេលជាយូរហុំព័ទ្ធខ្លួនដោយញើសនិងធូលីដីបានកែលម្អផ្នែកខាងក្នុងរបស់គាត់បណ្ដុះចរិតលក្ខណៈបន្សុទ្ធចិត្តនិងដុសខាត់ព្រលឹងវិញ្ញាណរបស់គាត់ហើយបានលើកដំកើងគាត់ទៅកាន់ទីមួយដ៏ខ្ពង់ខ្ពស់ដូច្នេះសម្រាប់មនុស្សដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការងារអ្វីមួយនិងមនុស្សដែលព្យាយាមធ្វើការងារជាប់ជានិច្ចតាមរយៈការព្យាយាមជារៀងរាល់ថ្ងៃនេះហើយពួកគេអាចដុសខាត់ព្រលឹងវិញ្ញាណនិងអភិវឌ្ឍចរិតលក្ខណៈដ៏ថ្លៃថ្លារបស់ពួកគេបានទាំងនេះគឺជាសេចក្តីថ្លៃថ្នូរនៃការបំពេញការងារប្រហែលជាមានមនុស្សជាច្រើនគិតថាការលាងសម្អាតព្រលឹងវិញ្ញាណមានជាប់ទាក់ទងជាមួយការអនុវត្តតាមសាសនាមួយចំនួនការគិតបែបនេះប្រហែលជាមិនត្រឹមត្រូវទេបាទយើងមិនអាចទៅលាងសម្អាតព្រលឹងវិញ្ញាណរបស់យើងដោយគ្រាន់តែទៅចូលសាសនាណាមួយហើយទៅលាងសម្អាតបានទេគឺតាមទ្រឹស្ដីរបស់លោកអ៊ីណាម៉ូរីការលាងសម្អាតការដុសខាត់សម្អាតព្រលឹងវិញ្ញាណរបស់យើងឲ្យថ្លៃថ្លាគឺវាស្ដែងចេញតាមរយៈសកម្មភាពការធ្វើការងារប្រចាំជីវិតរបស់យើងឲ្យមានលក្ខណៈប្រកបដោយឧត្តមគតិជាប្រចាំនោះហើយយើងអាចដុសខាត់ព្រលឹងវិញ្ញាណរបស់យើងអាចបណ្ដុះចរិតលក្ខណៈរបស់យើងអាចបន្សុទ្ធចិត្តរបស់យើងព្រលឹងវិញ្ញាណរបស់យើងនឹងคล้ายទៅជាព្រលឹងវិញ្ញាណដែលល្អនៅពេលដែលយើងចាប់កំណើតជាតិក្រោយរបស់យើងនឹងកាន់តែប្រសើរបាទខ្ញុំសូមអានបន្តទៀតប៉ុន្តែជាក់ស្ដែងអ្វីដែលយើងត្រូវធ្វើនោះគឺស្រឡាញ់ការងាររបស់យើងហើយខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបំពេញការងារនោះមានប្រយោគជាភាសាឡាតាំងមួយនិយាយថាជាជាងភាពល្អឥតខ្ចោះនៃការងារយើងគួរតែផ្ដល់ភាពឥតខ្ចោះដល់មនុស្សដែលអនុវត្តការងារនោះវិញទៅប្រសើរយើងផ្ដល់រង្វាន់ដល់មនុស្សមិនគួរមើលតែលទ្ធផលឥតខ្ចោះរបស់ការងារនោះទេយើងត្រូវផ្ដល់រង្វាន់ដល់មនុស្សណាដែលខិតខំអនុវត្តការងារជាប្រចាំដែលនេះមានន័យថាតាមរយៈការខិតខំប្រឹងប្រែងការងារនោះមនុស្សម្នាក់អាចធ្វើឲ្យចរិតលក្ខណៈរបស់ខ្លួនកាន់តែប្រសើរឡើងទស្សនវិជ្ជាកើតចេញពីញើសឈាមនៃការលំបាកហើយចិត្តត្រូវបានវឹកហាត់ដុសខាត់ដោយការខិតខំខ្នះខ្នែងជាប្រចាំការដាក់ចិត្តដាក់អារម្មណ៍របស់យើងទៅក្នុងកិច្ចការដែលត្រូវធ្វើការច្នៃប្រឌិតស្វែងរកវិធីសាស្ត្រថ្មីនិងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់នឹងធ្វើឲ្យយើងយល់នៅសារៈសំខាន់នៃពេលវេលាគុណតម្លៃនៃរយៈពេលមួយថ្ងៃនិងរៀងរាល់មួយវិនាទីទាំងអស់សុទ្ធតែមានគុណតម្លៃជារឿយៗខ្ញុំតែងតែណែនាំបុគ្គលិករបស់ខ្ញុំថាចូលរស់នៅរាល់ថ្ងៃជាមួយការខិតខំដោយពិតប្រាកដមិនមែនសម្ដែងមិនคล้ายមិនកុហកខ្លួនឯងត្រូវខិតខំ
ដោយពិតប្រាកដចេញពីក្នុងខ្លួនក្នុងសេចក្តីនេះខ្ញុំចង់មានន័យថាជីវិតរបស់យើងមានតែមួយគត់ដូច្នេះយើងមិនត្រូវខ្ជិលខ្ជាពេលវេលាដ៏មានតម្លៃរបស់យើងនោះទេប៉ុន្តែត្រូវត្រឡប់មកវិញនៅការប្រឹងប្រែងរស់នៅឲ្យអស់ពីលទ្ធភាពការរស់នៅជាមួយនឹងភាពស្មោះត្រង់បែបនេះហើយដែលនឹងប្រែក្លាយមនុស្សដ៏សាមញ្ញម្នាក់ឲ្យទៅជាមនុស្សដ៏អស្ចារ្យម្នាក់នេះគឺជាដំណើរវិថីមួយដែលដើរដោយកំពូលមនុស្សដែលយើងតែងតែចាត់ទុកថាជាអ្នកដឹកនាំនៅក្នុងផ្នែកឬវិស័យណាមួយយើងអាចនិយាយបានថាការងារមិនត្រឹមតែបង្កើតតម្លៃសេដ្ឋកិច្ចដល់យើងប៉ុណ្ណោះទេវាថែមទាំងជួយបង្កើនគុណតម្លៃឲ្យខ្លួនរបស់យើងថែមទៀតក្នុងនាមជាមនុស្សជាតិផងដែរដូច្នេះយើងមិនចាំបាច់ចាកចេញពីពិភពលោកបណ្ដោះអាសន្នមួយនេះច្រើនលើកច្រើនសារនោះទេកន្លែងធ្វើការរបស់យើងគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការអប់រំចិត្តហើយការបំពេញការងារនេះគឺជាការប្រតិបត្តិធម៌យើងប្រតិបត្តិធម៌មិនចាំបាច់ទៅវត្តមិនចាំបាច់ទៅសូត្រធម៌ទេការប្រតិបត្តិធម៌គឺជាការបំពេញការងារប្រចាំថ្ងៃរបស់យើងមិនថាការងារអីនោះទេបាទសូមបំពេញការងារប្រចាំថ្ងៃរបស់យើងឲ្យអស់ពីចិត្តស្មោះត្រង់នឹងខ្លួនឯងបាទក្នុងន័យហ្នឹងតាមរយៈការប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការងាររបស់យើងជារៀងរាល់ថ្ងៃយើងមិនត្រឹមតែអាចអភិវឌ្ឍចរិតលក្ខណៈដ៏ថ្លៃថ្នូរបានប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចសម្រេចបាននូវសុភមង្គលដ៏ពិតប្រាកដក្នុងឆាកជីវិតរបស់យើងថែមទៀត